វីដេអូមេរៀនភាគ3 Sparkling Camp ជំរំភ្លឺចែងចាំងដើម្បីមើលវីដេអូមេរៀនឲ្យកាន់តែច្បាស់ដោយរូបភាពប្តីទូរស័ព្ទសូមប្រិមិត្តចុចសញ្ញា4ជ្រុងផ្នែកខាងក្រោមរួចហើយប្តីទូរស័ព្ទ Let's learn the vocabularies first. Counselor បុគ្គលិកធ្វើការក្នុងកន្លែងបោះជំរំខ្លះទៀតប្រែថាអ្នកប្រឹក្សាយោបល់ប៉ុន្តែសម្រាប់កន្លែងបោះជំរំគឺជាបុគ្គលិកឬក៏សិស្សច្បងនៅកន្លែងគេសម្រាប់បោះជំរំ supposed to ទំនងជាឬក៏តម្រូវឲ្យ camper អ្នកទៅចូលរួមក្នុងការបោះជំរំ take it easy សម្រាកស្មើនឹង relax duty roster កាលវិភាគធ្វើការ I'll get right on it មានន័យថា I'll start doing it immediately ខ្ញុំនឹងចាប់ផ្ដើមធ្វើវាឥឡូវនេះ get a move on មានន័យថាប្រញាប់ឡើង hurry up get a move on please read again counselor supposed to camper take it easy duty roster I'll get right on it get a move on motto នេះមិនមែនម៉ូតូយើងជិះទេ motto នេះមានន័យថាពាក្យស្លោកបើម៉ូតូយើងជិះនេះគេមាន R ជាកន្លែងហ្នឹងគឺ motor cycle ឬក៏ motor bike នេះមិនមែនទេ motto ពាក្យស្លោក canoe ទូកបែបនេះគេហៅថា canoe would rather ឬក៏ស្មើនឹងពាក្យ prefer មានន័យថាចូលចិត្តអ្វីមួយជាង would rather វេយ្យាករណ៍នៅក្នុងមេរៀនថ្ងៃនេះគឺ obligations កាតព្វកិច្ច duties ភារកិច្ចហើយនិង preference ចំណូលចិត្តកាលពីមុនយើងធ្លាប់ឃើញ obligation យើងប្រើ have to ឬក៏ must ក៏ប៉ុន្តែ have to ឬក៏ must ជាកាតព្វកិច្ចដាច់ណាត់របៀបដូចជាច្បាប់ទៅហើយចំពោះកាតព្វកិច្ចណាដែល to ដែលទន់ដែលមិនសូវខ្លាំងដូចជា have to និង must ទេគេប្រើ should ឬក៏ shouldn't នេះឯងឬក៏ ought to ឬក៏ ought not to ផងដែរនឹងជាកាតព្វកិច្ចដែលធូរស្រាលមិនមែនជាច្បាប់មិនមែនជាដែលចែងនៅក្នុងរដ្ឋធម្មនុញ្ញឬក៏ច្បាប់អីខ្លាំងក្លាទេបាទអញ្ចឹងគេប្រើបន្ទូលជាងគឺ should ឬក៏ shouldn't ought to ឬក៏ ought not to អញ្ចឹងក្នុងការដែលថានាងគួរតែធ្វើអ្វីមួយឥឡូវនេះនៅពេលដែលកំពុងឥឡូវនេះគឺយើងត្រូវតែមាន doing she should be doing that នាងគួរតែធ្វើអ្វីមួយឥឡូវនេះ she shouldn't be doing that នាងមិនគួរធ្វើអ្វីនោះទេ she ought to be doing that she ought not to be doing that ចំណែកsupposed to មានន័យដូចម្តេចដែរ supposed to ជាគុណនាមអញ្ចឹងយើងត្រូវការបំបែក to be is she is supposed to នាងតម្រូវឲ្យបាទភារកិច្ចតម្រូវប៉ុន្តែវាមិនខ្លាំងដល់ have to ទេអញ្ចឹងភារកិច្ច she is supposed to be doing that ហេតុអ្វីបានជាមាន is ហើយមាន be ទៀតពីព្រោះនិយាយពីកំពុងកាលណាកំពុងshe is supposed to doing that អត់កើតទេត្រូវដាក់ to be មួយទៀត is នេះជំនួយទៅលើគុណនាមនេះរីឯ be នេះជំនួយទៅលើ doing នេះនាងតម្រូវឲ្យធ្វើកិច្ចការហ្នឹង she isn't supposed to be doing that នាងមិនតម្រូវឲ្យធ្វើកិច្ចការហ្នឹងទេ she had better not មិនគួរ
had better គឺជាការផ្ដល់ដំបូន្មានគួរតែធ្វើនេះគួរតែធ្វើនោះប៉ុន្តែវានៃធ្ងន់ជាង should បាទនៃធ្ងន់ជាង should ស្រាលជាង had better នៃធ្ងន់ជាង should would rather នេះជា preference មានន័យថាចូលចិត្តអ្វីមួយជាង I would rather ឬក៏ she would rather be doing that នាងចូលចិត្តធ្វើអ្វីមួយនោះជាងរបស់ផ្សេងទៀត she would rather not be doing that នាងមិនចូលចិត្តធ្វើអ្វីមួយនេះទេបាទដោយសារយើងមិនដឹងដាក់កិរិយាសព្ទអ្វីនៅឡើយយើងដាក់តែ doing សិនទៅយើងអាចថា studying working cooking cleaning អាហ្នឹងយើងដាក់ទៅតាមកិរិយាសព្ទជាក់ស្ដែងអញ្ចឹងបញ្ជាក់ម្ដងទៀតថាកាលណាជាកតបកិច្ចដែលមិនខ្លាំងដោយ have to ឬក៏ must ទេយើងប្រើ should ឬក៏ shouldn't នាងគួរតែធ្វើនេះនាងគួរតែមិនធ្វើនេះទេហើយដាក់ doing be doing នេះដោយសារតែគួរតែធ្វើក្នុងពេលកំពុងឥឡូវហ្នឹងមិនមែនចាំស្អែកទេបាទចំណែក suppose គឺទំនងជាឬក៏តម្រូវឲ្យធ្វើឧទាហរណ៍ថាខ្ញុំប្រើកូនឲ្យបោសសម្អាតអញ្ចឹងតម្រូវនេះ she is supposed to he is supposed to តម្រូវឲ្យបោសសម្អាតប៉ុន្តែស្រាប់ឃើញអង្គុយលេងអញ្ចឹងពេលដែលខ្ញុំឃើញកូននឹងអង្គុយលេងខ្ញុំថា you are supposed to clean the surrounding ឬក៏ you are supposed to be cleaning the surrounding អ្នកតាមត្រូវគឺខ្ញុំតម្រូវឲ្យអ្នកហ្នឹងកំពុងតែសម្អាតឯនោះទេណោះហេតុអីបានជាមកកំពុងអង្គុយឃើញទេការហ្នឹងគឺធ្វើឥឡូវហ្នឹងតាមពិតគឺត្រូវតែកំពុងឃើញសម្អាតនោះទេឥឡូវស្រាប់តែមកឃើញកំពុងអង្គុយអញ្ចឹង suppose នោះគឺតម្រូវឲ្យតាមត្រូវទៅបែបនេះទេមិនមែនបែបនេះទេអានោះ suppose បាទវាប្រៀបថាឧបមាឬក៏បើយើងបកឧបមាវាមិនចំទេគេថាតម្រូវក្នុងវេយ្យាករណ៍របស់គេនិយាយថាតម្រូវឲ្យធ្វើអ្វីមួយយើងអាចប្រៀបធៀបមើលអញ្ចេះចំពោះវេយ្យាករណ៍ទាំងអស់អំបញ្ញមិញដែលមាន do ទៅទេហើយនឹង be doing it she should do it នាងគួរតែធ្វើវាពេលដែលយើងនិយាយថា she should do it មិនមែនថាឲ្យនាងធ្វើឥឡូវទេឧទាហរណ៍ថា she should do homework មានន័យថានាងគួរតែធ្វើលំហាត់គឺការសិក្សារបស់នាងបើមិនធ្វើលំហាត់វានាំឲ្យមិនយល់មិនបែកបញ្ញាមិនស្ទាត់ដៃអញ្ចឹងនាងអាចធ្វើលំហាត់ពេលណាក៏បានឲ្យតែធ្វើ she should do it she should do homework ប៉ុន្តែ she should be doing homework អានឹងនាងគួរតែធ្វើឥឡូវនេះនាងគួរតែកំពុងធ្វើហើយមិនមែនកំពុងតែអង្គុយលេងអញ្ចឹងទេឃើញទេហ្នឹងមានន័យយ៉ាងអញ្ចឹង be doing it ហ្នឹង doing homework ហ្នឹងនាងគួរតែកំពុងធ្វើលំហាត់មិនមែនគួរកំពុងតែមើល Facebook ហ្នឹងទេមើលទូរស័ព្ទហ្នឹងទេនាងគួរតែកំពុងធ្វើលំហាត់បើបកឲ្យចំឲ្យអស់មកគឺបែបហ្នឹង she should be doing homework នាងគួរតែកំពុងធ្វើលំហាត់មិនមែនគួរតែកំពុងធ្វើរឿងផ្សេងនោះទេអាហ្នឹងយើងប្រៀបធៀបអញ្ចឹងបាទអូខេចូលដល់អត្ថបទរបស់យើងក៏មានតាក់ទងនឹងវេយ្យាករណ៍អំបញ្ញមិញដែរនេះជាកន្លែងបោះជំរំអញ្ចឹងកន្លែងបោះជំរំហ្នឹងគេធ្វើដូចជាសាលាក្តីឬក៏ធ្វើដូចជាអគារដែលសម្រាប់ទៅបោះជំរំខាងក្រៅនៅរដូវក្តៅអីចឹងអ្នកមកពីទីក្រុងគេចូលមកដើម្បីរៀនការបោះជំរំមិនមែនជាតែបោះដើម្បីសប្បាយទេសប្បាយផងរៀនធ្វើសិប្បកម្មផងរៀនធ្វើនេះធ្វើនោះឲ្យចេះកិច្ចការផ្ទះផងចេះដាំស្លអីចឹងទៅអ្នកខ្លះអត់ទាំងចេះបោកខោអាវទៀតនៅផ្ទះពីព្រោះសម័យទំនើបទៅត្រឹមតែបោកម៉ាស៊ីនយកខោអាវទៅដាក់ម៉ាស៊ីនទៅរួចអត់ចេះបោកខោអាវផងអញ្ចឹងក្នុងការបោះជំរំនេះគេរៀនមកចប់ដើម្បីឲ្យកូនគេចេះក៏បញ្ជូនមកហើយមានបុគ្គលិកមានអីនៅកន្លែងហ្នឹងចាំជួយបង្រៀនជួយអីចឹងទៅរយៈពេល3ថ្ងៃឬក៏ប្រហែលថ្ងៃដែលគេវគ្គរបស់គេអញ្ចឹងនៅទីនេះមានប្រធានហើយនឹងបុគ្គលិកត្រៀមស្រេចដើម្បីឲ្យកន្លែងបោះជំរំនឹងស្អាតអ្នកខ្លះក៏តម្រូវឲ្យសម្អាតជុំវិញលាបថ្នាំឬក៏ឲ្យបន្ទប់នឹងមានសណ្ដាប់ធ្នាប់ស្អាតបាតសម្អាតបរិស្ថានកាត់ស្មៅអីជាដើម Okay, it's Friday afternoon in June at the Tukabachi camp វាគឺជារសៀលថ្ងៃសុក្រ
in June នៅក្នុងខែមិថុនា at the Thukabachi camp នៅក្នុងជំរំឈ្មោះថា Thukabachi បាទនៅអាមេរិកដែរប៉ុន្តែឈ្មោះដូចជប៉ុនអញ្ចឹង The camp counselors are supposed to be working but they aren't The camp counselor បុគ្គលិកនៅក្នុងកន្លែងបោះជំរំទាំងអស់ are supposed to តម្រូវឲ្យធ្វើការ are supposed to be working តម្រូវឲ្យធ្វើការឥឡូវហ្នឹង but they aren't ប៉ុន្តែគេអត់ធ្វើទេឥឡូវហ្នឹងប៉ុន្តែស្រាប់តែមើលទៅគេអត់ឃើញធ្វើអ្វីទេចង់និយាយអញ្ចឹងឥឡូវហ្នឹងតាមត្រូវគឺកំពុងតែធ្វើការឲ្យបុគ្គលិកទាំងអស់ហ្នឹងក្នុងន័យរបស់ suppose គឺអញ្ចឹងតាមត្រូវបុគ្គលិកទាំងអស់ហ្នឹងនៃកន្លែងបោះជំរំហ្នឹងក៏តាមត្រូវកំពុងតែធ្វើការស្រាក់ស្រាំហើយប៉ុន្តែស្រាប់តែអត់ធ្វើ but they aren't The camp has to be ready for the first summer campers The camp has to be ready ជំរំត្រូវតែត្រៀមឲ្យស្រេច for the first summer campers សម្រាប់អ្នកបោះជំរំរដូវក្តៅដំបូងនេះ They'll arrive tomorrow ពួកគេនឹងមកនៅថ្ងៃស្អែកមកដល់នៅថ្ងៃស្អែកអ្នកបោះជំរំគេមកដល់អញ្ចឹងអ្នកនៅទីនេះក៏ត្រៀមសម្អាតមកចប់ត្រៀមសម្ភារៈមកចប់ដើម្បីទទួលអ្នកបោះជំរំ The counselors have had lunch បុគ្គលិកនៃកន្លែងបោះជំរំទាំងអស់បានញ៉ាំអាហារថ្ងៃត្រង់រួចហើយ and they're taking it easy in the counselors lounge and they're taking it easy ហើយពួកគេកំពុងតែសម្រាក in the counselors lounge នៅក្នុងបន្ទប់ lounge នៅក្នុងបន្ទប់របស់បុគ្គលិកទាំងអស់អញ្ចឹងគេមានបន្ទប់សម្រាកអញ្ចឹងណា Their camp director នាយកនៃជំរំរបស់ពួកគេ has just opened the door ទើបតែបើកទ្វារចូលមក He's brought the duty roster with him គាត់បាននាំយកនៅបញ្ជីការងារកាលវិភាគការងារមកជាមួយ So he knows exactly what each of them should be doing ដូច្នេះគាត់ដឹង So he knows exactly ជាក់លាក់គាត់ដឹងជាក់លាក់ណាស់ what each of them should be doing ថាតើអ្នកណាមួយធ្វើអីអ្នកណាមួយធ្វើអីថាម្នាក់បុគ្គលិកទាំងអស់ម្នាក់គាត់ដឹងថាអ្នកណាគួរតែកំពុងធ្វើអ្វីហើយនេះ should be doing ចឹង director ក៏ចាប់ដើមនិយាយ Hey what's going on here Hey ហួយមានរឿងអីកើតឡើងហ្នឹងនៅទីនេះដំណើរការមិនមកហើយមើលទៅ Terry what are you doing Terry what are you doing Terry អ្នកកំពុងធ្វើអ្វីហ្នឹង I'm watching TV ខ្ញុំកំពុងមើលទូរទស្សន៍ And what are you supposed to be doing អ្នកកំពុងមើលទូរទស្សន៍ហើយចុះអ្នកតម្រូវឲ្យកំពុងធ្វើអ្វីឥឡូវហ្នឹង I'm not sure ខ្ញុំអត់ច្បាស់ផង Well let me tell you អញ្ចឹងចាំខ្ញុំប្រាប់ Terry you're supposed to be cutting the grass Terry អ្នកតម្រូវឲ្យកំពុងតែកាត់ស្មៅមិនកំពុងតែមើលទូរទស្សន៍ចឹងទេអញ្ចឹង suppose ហ្នឹងគឺតម្រូវបាទតាមត្រូវប្រធានពេលមកជួបឃើញ Terry កំពុងតែរុញម៉ាស៊ីនកាត់ស្មៅបែបនេះបានត្រូវអញ្ចឹងបានជាគេប្រើកំពុង be cutting មានន័យថាតាមត្រូវឃើញកំពុងតែកាត់ស្មៅឯនោះទេមិនមែនកំពុងតែមើលទូរទស្សន៍នឹងទេ Well let me tell you Terry you're supposed to be cutting the grass Oh right I'm sorry អូត្រូវហើយខ្ញុំសុំទោស I'll get right on it ខ្ញុំនឹងទៅធ្វើភ្លាម When I come back you'd better be cutting the grass Do you hear me ពេលខ្ញុំត្រឡប់មកវិញ You'd better be cutting the grass នេះជាពាក្យកាត់នៃ you had better អ្នកគួរក៏បីកំពុងតែកាត់ស្មៅអញ្ចឹងពេលខ្ញុំត្រឡប់មកវិញអញ្ចឹងគាត់និយាយមិន shoot ទេគឺខ្លាំងជាងមុន
ពេលដែលខ្ញុំត្រឡប់មកវិញត្រូវតែឃើញអ្នកកំពុងតែកាត់ស្មៅណាអត់មាននៅមើលកំពុងតែមើលទូរទស្សន៍ទៀតទេ Do you hear me ឮខ្ញុំនិយាយទេ Okay I'm going បានខ្ញុំទៅហើយ Get a move on បញ្ញាប់ឡើងណា Terry remember the Tukabachi motto ត្រូវចងចាំនៅពាក្យស្លោករបស់ជំរំ Tukabachi ថា A sparkling came by the sparkling water ជំរំដែលមានពន្លឺចែងចាំងនៅក្បែរមាត់ទឹកដែលហូរភ្លឺចែងចាំងដែរអញ្ចឹងគាត់ចង់និយាយថាជំរំនឹងត្រូវតែស្អាតមានសោភ័ណភាពល្អមើលទៅគឺឆ្លោះទៅនឹងទឹកបឹងឬក៏ទឹកដែលទន្លេនៅក្បែរហ្នឹងឃើញថាជំរំក៏ភ្លឺចែងចាំងល្អហើយមើលទៅក្នុងទឹកក៏ឃើញជំរំនៅក្នុងទឹកហ្នឹងមានសម្ោលទៅគឺភ្លឺចែងចាំងល្អត្រូវតែស្អាតជានិច្ចហ្នឹងពាក្យស្លោករបស់ជំរំ Tukabachi ហ្នឹងអូខេដូច្នេះមេរៀនហ្នឹងនិយាយអំពីការផ្ដល់នៅភារកិច្ចហើយកាតព្វកិច្ចក៏ដូចជា preference អញ្ចឹង exercise 1 look at Terry in the picture មើល Terry នៅក្នុងរូបភាពបំបញ្ញមិញហ្នឹង ask and answer about other counselors សួរនិងឆ្លើយអំពីបុគ្គលិកដទៃទៀត Tukabachi summer camp ជំរំរដូវក្តៅឈ្មោះថា Tukabachi A sparkling camp by the sparkling water ជំរំដែលភ្លឺចែងចាំងនៅក្បែរទឹកដែលហូរកាត់មានពន្លឺចែងចាំងដូចគ្នា Counselors duties ភារកិច្ចរបស់បុគ្គលិកឈ្មោះ Terry B Terry cut grass duty ភារកិច្ចកាត់ស្មៅ Kevin paint canals លាបថ្នាំទូកអញ្ចឹងទូកហ្នឹងគេសម្រាប់អុំនៅកន្លែងបឹងហ្នឹងអាចបង្រៀនដល់អ្នកបោះជំរំឲ្យចេះអុំទូកអីចេះប៉ុន្តែលាបថ្នាំឲ្យស្អាតអញ្ចឹងជាការងាររបស់ Kevin Terry មិញ cut grass Linda clean swimming pool សម្អាតនៅអាងហែលទឹក Sean mark volleyball courts គូសខ្សែតារាងបាល់ទះឲ្យដាក់ mark មានថាបាញ់ថ្នាំតាមខ្សែឲ្យដឹងដិតបាញ់បន្ទាត់ជុំវិញតារាងបាល់ទាត់ហ្នឹងឲ្យវាមានលក្ខណៈដិតឡើងវាអាចនឹងរលុបថ្នាំរលុបអី Mitchell straighten up crafts room ពាក្យ straighten up ហ្នឹងមានន័យថារៀបចំឲ្យមានសណ្ដាប់ធ្នាប់ crafts room បន្ទប់សិប្បកម្មបន្ទប់ហត្ថកម្មបាទហត្ថកម្មគេមកគេចេះចាក់គេចេះបត់កណ្ដាស់គេចេះធ្វើនៅអ្វីដែលជាកិច្ចការហត្ថកម្មផ្នែកដៃជួនកាលគេចេះរៀបចំធ្វើជាខ្សែដៃធ្វើជាកងដៃកវិលរបស់ធ្វើពីអង្កាំអីជាដើមសម្បូរបរទេសចូលចិត្តធ្វើហ្នឹងអញ្ចឹងសួរអំពីម្នាក់នេះរៀងខ្លួននេះសួរថា What's he doing He's lying on the sofa He's drinking iced tea He's watching TV អញ្ចឹងយើងដាក់ដូចម្ដេចក៏បានដែរគាត់តម្រេកនៅ sofa គាត់ផឹកតែតកកគាត់មើលទូរទស្សន៍ Should he be watching TV តើគាត់គួរតែមើលទូរទស្សន៍ទេឥឡូវហ្នឹង No he shouldn't ទេមិនទេ Should he be cutting the grass តើគាត់គួរតែកំពុងកាត់ស្មៅទេ Yes he should នឹងសួរអំពី Terry ហ្នឹងយើងសួររបៀបហ្នឹងអំពីឈ្មោះរបស់អ្នកផ្សេងទៀត 3-4 អ្នកទៀតនោះ What should he be doing តើគាត់នឹងគួរតែកំពុងធ្វើអ្វី He should be cutting the grass What shouldn't he be doing តើគាត់មិនគួរកំពុងធ្វើអ្វី She shouldn't be lying on the sofa He shouldn't be lying on the sofa គាត់មិនគួរកំពុងតែគេងនៅលើ sofa ទេគេងលើសាឡុងទេ He shouldn't be drinking iced tea គាត់មិនគួរតែកំពុងផឹកតែតកកទេ He shouldn't be watching TV គាត់មិនគួរកំពុងមើលទូរទស្សន៍ទេ Exercise to make similar conversation between the director and the other counselors បង្កើតការសន្ទនាស្តីងគ្នារវាង director និងបុគ្គលិកផ្សេងទៀតក្រៅពី Terry is cutting the grass
Terry កំពុងកាត់ស្មៅ He'd rather not be cutting the grass គាត់មិនគួរកំពុងកាត់ស្មៅទេ He'd rather be lying on the beach គាត់មិនគួរកំពុងកាត់ស្មៅមានន័យថាជាចំណូលចិត្តរបស់គាត់គាត់មិនចូលចិត្តកាត់ស្មៅកំពុងកាត់ស្មៅយ៉ាងទេគាត់ចូលចិត្តគេងនៅកន្លែង beach កន្លែងឆ្នេរសមុទ្រ Write sentences about other counselors សរសេរ clear ផ្សេងទៀតក្រៅពី Terry What are you doing តើអ្នកកំពុងធ្វើអ្វី What would you rather be doing តើអ្នកចូលចិត្តធ្វើអ្វីជាជាង Write 5 sentences សរសេរ clear 5 clear អំពីខ្លួនរបស់អ្នក Thank you everybody for your paying attention in this lesson. See you in the next video.